ថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកភ្លក់ភីសារបស់បងប្រុសមួយកន្លែងដែលគាត់លក់នៅក្នុងក្រុងបាត់ដំបងយើងហ្នឹងបងប្អូនហើយភីសារបស់គាត់មើលទៅទំនងមែនទែនបងប្អូនហើយមើលទៅពណ៌គួរឲ្យចង់ហូបមែនទែនហើយនេះជាកន្លែងគាត់លក់អញ្ចឹងទីតាំងរបស់គាត់ក៏លក់ដូចនៅក្រោមដើមជ្រៃក្រឹមមួយកន្លែងហើយប៉ាយរបស់គាត់ក៏ដាក់ស្ទឹងសង្កែអញ្ចឹងណាបងប្អូនហើយចាំមើលចំណុចពិសេសកន្លែងភីសារបស់គាត់ចំណុចពិសេសដែលខ្ញុំមើលទៅគាត់ពីថាគាត់ធ្វើម្សៅខ្លួនឯងអញ្ចឹងបងប្អូនគាត់មានម្សៅគាត់សម្រាប់ធ្វើនំដោយខ្លួនឯងម្ដងហើយនេះគាត់ចាប់ដើមកិនម្សៅឲ្យទៅប៉ែតអញ្ចឹងបងប្អូនហើយកិនម្សៅឲ្យទៅប៉ែតអញ្ចឹងទៅនិយាយចំម្សៅរបស់គាត់ហូបទៅឆ្ងាញ់មែនទែនបងប្អូនហូបទៅឆ្ងាញ់មែនទែនហើយកន្លែងគាត់លក់គាត់កំងយើងអាចកំងបានអញ្ចឹងបងប្អូនមានឈុតតូចឈុតទុំអីចឹងហើយថ្ងៃដែលខ្ញុំទៅហ្នឹងខ្ញុំកំងឈុត 30000 ផងដែរហើយកន្លែងគាត់របៀបថាអនាម័យអីមើលទៅ clean មែនទែនបងប្អូនហើយនេះគាត់ចាប់ផ្ដើមលាបលក្ខណៈដូចទឹកនេះគេហៅទឹកមានគ្រឿងមានអីចឹងណាបងប្អូនហើយមានដូចមានទឹកប៉េងប៉ោះអីចឹងណាហើយក៏គាត់ចាប់ផ្ដើមដាក់គេហៅថា hot dog ជាចំថ្ងៃហ្នឹងកំង hot dog ជុំវិញចំភីសារបស់គាត់ពុកម៉ែបងប្អូនបានទៅសាក់គាត់ជាថាភីសាឆ្ងាញ់មែនទែនហើយកន្លែងគាត់ពុកម៉ែបងប្អូនមើលទៅគឺអនាម័យអីគឺល្អហើយតាក់ទងនឹងភីសាបងប្អូនអាចយកលក្ខណៈឈុតតូចក៏បានឈុតធំក៏បានដែរវាមានតូចមានធំហើយគាត់ចាប់ផ្ដើមដាក់លក្ខណៈគេហៅពោតហើយគាត់ដាក់ដូចបាត់សាច់ក្តាមអញ្ចឹងណាបងប្អូនហើយបងប្អូនអាចកំងរបៀបថាសាច់ក្រាស់ឬសាច់ស្ដើងអញ្ចឹងណាបងប្អូននេះគាត់ចាប់ផ្ដើមដាក់ចិត្តហៅឈីសអញ្ចឹងណាបងប្អូនដើម្បីឲ្យយើងដាក់ទៅវាតាយនេះកន្លែងតែគាត់ដុតអញ្ចឹងឥឡូវគាត់បានរៀបឈីសហើយមើលទៅតំណងមែនទែនហើយក៏គាត់ថែមបកាទៀតដែរបងប្អូនបកាអញ្ចឹងណាហើយបកាគាត់ស្រស់និយាយចំមើលទៅបងប្អូនគួរឲ្យចង់ហូបមែនទែនហើយគាត់ចាប់ផ្ដើមរៀបបកានិយាយចំបការបស់គាត់ដាក់ជុំវិញនឹងឯងហើយរបៀបថាការដុតរបស់គាត់រយៈពេលនៃការដុតគឺប្រហែលជាគាត់និយាយថាប្រហែលជា13នាទីអញ្ចឹងបងប្អូននេះគាត់ចាប់ផ្ដើមដាក់ក្នុងឡហើយយើងដុតមួយសន្ទុះហើយវាឡើងពណ៌អញ្ចឹងបងប្អូនឥឡូវគាត់យកចេញពីឡហើយយកចេញពីឡទៅមើលទៅតំណងមែនទែនរបៀបថាឡើងដូចពងកលាតអញ្ចឹងបងប្អូនហើយគាត់ក៏ចាប់ផ្ដើមកាត់ហើយគាត់ចាប់ផ្ដើមកាត់បើសិនបាទពុកម៉ែបងប្អូនអត់ទាន់បានទៅភ្លក់រសជាតិហ្នឹងទេពុកម៉ែបងប្អូនអាចទៅភ្លក់បានដោយសារនិយាយចំសម្រាប់ខ្ញុំរសជាតិរបស់គាត់ធ្វើគឺឆ្ងាញ់មែនទែនបងប្អូនហើយតាក់ទងនឹងការវាយម្សៅវាយអីគាត់វាយម្សៅដោយខ្លួនឯងអញ្ចឹងណាបងប្អូនហើយចៅ hot dog អីក៏មានរសជាតិឆ្ងាញ់ដែរហើយចំណែកបងប្អូនមើលទៅឈីសនឹងឡើងតាយមានរសជាតិឆ្ងាញ់មែនទែនហើយតាក់ទងនឹងទីតាំងបងប្អូនតាក់ទងនឹងទីតាំងខ្ញុំចាប់ផ្ដើមថតពីលោកតាដំបងកញូងទៅខាងផ្សារថ្មីទៅខាងស្តុបផ្សារថ្មីអញ្ចឹងណាបងប្អូនហើយយើងជិះទៅដល់លោកតាដំបងកញូងហើយយើងជិះទៅត្រង់ទៅហើយយើងជិះហួសសាលាបឋមសិក្សាជាស៊ីមអញ្ចឹងណាបងប្អូនយើងជិះហួសនឹងទៅនិយាយចំទីតាំងផងគាត់នៅជាប់ផ្លូវជាតិលេខ5យើងតែម្ដងនៅជាប់ផ្លូវធំអញ្ចឹងណាបងប្អូនងាយស្រួលរកទេបើសិនបាទពុកម៉ែបងប្អូនមើលទៅពុកម៉ែបងប្អូននឹងស្គាល់ហើយអ្នកក្រុងបាត់ដំបងយើងនិយាយចំជិះរាល់ថ្ងៃអញ្ចឹងណាហើយតាក់ទងនឹងកន្លែងគាត់លក់ហ្នឹងគាត់មានតុសម្រាប់យើងអង្គុយយើងចង់ហូបហ្នឹងក៏បានឬយើងចង់វិចខ្ចប់ក៏បានយើងយកអាតូចអាធំក៏បានតាមយើងកំងអញ្ចឹងបងប្អូននេះកន្លែងទីតាំងផងគាត់លក់គាត់ដាក់ស្ទឹងសង្កែ